ខ្ញុំមកបងប្អូនទៅផ្សារណាយើងមានលុយតែយើងគេដើរជុំវិញអត់លុយដល់ពេលយើងទិញនេះទិញនោះទិញនេះទិញនោះខ្ញុំទិញអត់កើតទេបងប្អូនខ្ញុំមានអារម្មណ៍ថាគេជាមនុស្សដែលគេចង់បានអាវគេចង់បានខោដែរអញទិញអត់កើតទេបើថាខ្ញុំមានរបស់ស៊ីទេតែប៉ុណ្ណឹងខ្ញុំចង់ស៊ីខ្ញុំស៊ីមុខគេមិនកើតទេបងប្អូនខ្ញុំចាំទៅរកកពូតព្រៃបានស៊ីកើតស៊ីមិនកើតទេវាខ្មាស់គេណាជុំវិញអញ្ចឹងគេអត់មានអីស៊ីយើងស៊ីប្រកួតគេមិនហើយនឹងមិនមែនជាការទទួលខុសត្រូវរបស់យើងផងមានយើងឯណាទទួលខុសត្រូវចំពោះអ្នកជុំវិញអត់ទទួលខុសត្រូវព្រោះមិនមែនកូនយើងបងប្អូនយើងផងយើងមិនមែនរកស៊ីចិញ្ចឹមអ្នកឯងណាអត់មានការទទួលខុសត្រូវរបស់យើងផងយើងនៅតែមានអារម្មណ៍ខ្មាស់អៀនហើយចុះដាច់អាយុគាត់ដឹកនាំមនុស្សមកប្រទេសមានន័យថាគាត់មានការទទួលខុសត្រូវមនុស្សមកប្រទេសអាខ្លះងាប់ឈឺអាខ្លះងាប់អត់ដែរខ្លះធ្វើប្រចាំនៅស្រុកថៃតែគាត់ងាប់កូនចៅគាត់មកវងមកដាំទូឲ្យគេមើលកូនអញអានេះសល់ប៉ុណ្ណេះកូនអញអានេះកូនពីនេះកូនពីនោះអីខ្ញុំជាឆ្ងល់ហើយមិនអួតប្រាប់គេហើយកូនចៅសមាជិកទាំងអស់ដែលនៅក្នុងប្រទេសក្រោមការគ្រប់គ្រងរបស់គាត់ហើយគាត់អួតដាក់ទូកើតចឹងណាខ្ញុំជានៅក្នុងចិត្តថាបើក្រោមការដឹកនាំរបស់ខ្ញុំបងប្អូនហើយប្រជាពលរដ្ឋអញ្ចឹងបងប្អូនខ្ញុំសង្ឃថានឹងនិយាយថាម៉េចអញមិនហ៊ានទីខោថ្មីទេបែហាដូចគ្នាអត់កើតទេបងប្អូនទៅរួចទេហ่าពីព្រោះយើងដឹកអញ្ចឹងហើយខ្ញុំគាត់អត់ផងបងប្អូនចាំហើយមនុស្សតែអញ្ចឹងហើយស្រួលបានតែមនុស្សដូចគ្នានោះហើយរដ្ឋាភិបាលគេប៉ោងគ្រាន់តែគណៈកម្មការកណ្ដាលរបស់គណៈបព្វជិជនជាង500នាក់ទៅមើលតាំងពីលើតាំងពី1រហូតដល់500នាក់ជាងសិតតែឯកឧត្តមទាំងអស់សិតតែឯកឧត្តមទាំងអស់បងប្អូនអត់មានយកចេញទេហេតុអីបានអត់យកចេញទុកឲ្យហែងជួយរកអំណាចឲ្យអញបងប្អូនណាខ្ញុំចេះតែនិយាយខ្ញុំថាច្បាប់មួយដែលយើងធ្វើហើយយើងធ្វើបានជោគជ័យដោយមិនបាច់ប្រើលុយម្រៀលព្រោះធម្មតាយើងធ្វើអីភាគច្រើនប្រើថវិកាប៉ុន្តែមានរឿងខ្លះយើងជួយប្រទេសយើងផ្នែកខ្លះដោយមិនបាច់ប្រើថវិកាធ្វើច្បាប់ឲ្យហើយមើលតែដឹងថាយើងប្រងឈ្នះឆ្នោតទៅណាធ្វើឲ្យហើយហ្មងថ្ងៃចូលសភាដំបងដែរយកច្បាប់ទៅអនុវត្តរំលាយឯកឧត្តមនិងមីជំទាវចំតាត់ចោលដាក់មួយថ្ងៃហ្នឹងទៅឲ្យព្រុសហ្មងអត់មានអាណាឯកឧត្តមយកជំទាវទេស្រុកខ្មែរបងប្អូនណាខ្ញុំចង់បំពាក់អារម្មណ៍ពួកយើងទាំងអស់គ្នាជាម្ចាស់ប្រទេសនេះជាប្រទេសរបស់ពួកយើងទោះបីរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីក៏ដោយហៅត្រឹមតែលោកពូនាយករដ្ឋមន្ត្រីអ៊ំនាយករដ្ឋមន្ត្រីបងនាយករដ្ឋមន្ត្រីឬលោកនាយករដ្ឋមន្ត្រីប៉ុណ្ណឹងបានណាអត់មានចំទាវចំទឹកអីទាំងអស់សង្គមរបស់ពួកយើងតើតាយើងដឹកឲ្យជាប់នៅអារម្មណ៍ដែលជាអារម្មណ៍ប្រជាធិបតេយ្យអារម្មណ៍ថាប្រទេសរបស់ពួកយើងអាណាមកចំទាវចំទឹកនៅមិនបានហ្មងដូចមានអារម្មណ៍ថាយីប្រទេសរបស់អញទាំងអស់គ្នាចំទាវចំទឹកអីធ្វើច្បាប់ឲ្យហើយដល់ថ្ងៃប្រជុំសភាដំបងថ្ងៃដាក់ពងលេងអស់លេងអនុក្រឹតអាក្រឹតអីណាចំទឹកចំទាវឲ្យលេងម៉ត់ខៃយកឈ្នះឆ្នោតដាក់អានឹងទៅមុនគេហ្មងឲ្យប្រជាពលរដ្ឋបានស្គាល់ថាម៉េចហៅថាសង្គមរបស់ពួកយើងបងប្អូនសង្គមរបស់ពួកយើងខ្ញុំមកបងប្អូនបើខ្ញុំកាន់ការងារប្រទេសជាតិរកការងារធ្វើឲ្យអស់អត់ឲ្យឯងមានពេលផឹកស្រាលេងបៀតអត់ឲ្យឯងមានពេលផឹកស្រាលេងបៀតទេឧបមាថាបើយើងដាំដំណាំទៅវាចេះតែបានលុយបងប្អូនចេះតែបានលុយមនុស្សវាជុកអាដំណាំហ្នឹងហ្មងដាំហើយយើងចេះតែរកទីផ្សារនៅក្រៅខ្ញុំនឹកក្នុងចិត្តតែបងប្អូនខ្ញុំចេះតែដេកគិតឥឡូវខ្ញុំគិតឃើញខ្លះហើយខ្ញុំថាស្រុកខ្មែរដំណាំបើដាំបាន1ហិកតាមួយឆ្នាំក្រោម10000អញមកឲ្យជារដ្ឋអញដាំជិលដំណាំណាដែលបានផលត្រឹមតែ$10000ចុកក្រោមអញមកឲ្យដាំស្រូវហើយ300 200ធ្វើមិនស្រួលខាតទៀតដលងយ៉ាងច្រើន1ហិកតាបាន500អំពៅ1ហិកតា2000ច្រើនប្រហែលត្រាវដែរប្រហែលជា2000ចំណេញខ្ញុំនឹកក្នុងចិត្តថាអញអត់ទេបើអញកាន់ការងារប្រទេសជាតិវិញ1ហិកតាបើដំណាំណាក្រោម$10000អញមកឲ្យជារដ្ឋអញដាំទេអត់មកហើយទឹកបងប្អូនមើលពីលើកប៉ាល់ហោះមករឿងអីយើងខ្វះទឹកនិយាយពីមើលពីលើកប៉ាល់ហោះមកប្រទេសយើងបាត់ផ្ទះបងប្អូនបាត់ផ្ទះភ្នំវានៅជុំវិញយើងបាត់ផ្ទះនិយាយពីប្រព័ន្ធទឹកធម្មជាតិតែបងប្អូនឲ្យព្រាតទាំងអស់ហ្មងមើលទៅនិយាយពីស្ទឹងបឹងបួហូរទាំងអស់ស្រាប់ឲ្យយើងខ្វះទឹកធ្វើស្រែប្រវាស់មេឃអាក្លាសាបមករដូវ3ដងចាំភ្លៀងរួចងាប់អូបងប្អូនហើយខ្ញុំឈឺក្បាលណាស់ខ្ញុំឃើញអញ្ចឹងហេតុអីបានរដ្ឋាភិបាលគេក៏នៅស្រួលម្ល៉េះណូ
ណាស្រុកខ្មែរគេហៅស្រុករស់ស៊ីតិចតិជុំមកពិភពលោកមុខរបរតិចតិជុំជាងគេស្រុកគេហៅឧស្សាហកម្មគ្មានផ្សែងឧស្សាហកម្មអត់ផ្សែងឧស្សាហកម្មអត់ផ្សែងហ្នឹងគឺអីបងប្អូនទេសចរស្រុកខ្មែរបងប្អូនបាត់ធ្វើអីបើគុំតនាយករដ្ឋមន្ត្រីរបស់គណៈបកជាជនថាចឹងចុះនាយករដ្ឋមន្ត្រីខ្មែរយើងនេះបើគុំតែគាត់កាត់បំផ្លាញព្រៃឈើអស់ហើយបងប្អូនទុកតែព្រៃឈើក៏បរទេសមើលដែរបរទេសហ្នឹងវាចូលចិត្តមើលព្រៃឈើហ្នឹងហ្មងបងប្អូនយើង 70% បងប្អូនអាកពតមានកាប់ឯណាកពតអត់ផងណាវាកាប់តែមនុស្សតាវាមានកាប់ព្រៃឈើណាសល់ 70% ហើយដល់ពេលរបស់យើងឯណាអត់ចេះរស់ស៊ីអីចេះតែកាប់ជូនចេញកាប់ជូនចេញហើយកាប់ហ្នឹងទៀតបងប្អូនសល់អាគល់ហ្នឹងសល់អាកូនប៉ិនកដៃប៉ិនកជើងប៉ិនកភ្លើប៉ិនអីឈើអត់ល្អគេមកសុំកិច្រាមគេសុំកិច្រាមណាសុំ license កិច្រាមវាយកហ្មងយកទៅធ្វើក្តារកុងផ្លាក់គេកិច្រាមវាអត់ឲ្យទេហេតុអីបានអត់ឲ្យតែឲ្យវាកិច្រាមនាំចេញទៅគេដឹងថាស្រុកហ្នឹងកាប់ព្រៃឈើអញ្ចឹងដុតចោលហ្មងដុតចោលនិយាយពីប្រជាប្រដ្ឋជាម្ចាស់ប្រទេសស្រឡឹងអាឈើប៉ិនភ្លើង4 5 6ទឹកណាគាត់ស្រឡឹងពីចង្អាយអូយបើបានអានឹងធ្វើសផ្ទះហ្នឹងចេះតែស្រឡឹងអាម្ចាស់ប្រទេសស្រឡឹងហើយពួកអាក្រុមហ៊ុនដុតចោលទាំងកដល់ខ្ញុំមើលពីចម្ងាយថាមីងឯងសមឲ្យម្ចាស់ប្រទេសសមឈរមើលស្រស់ទឹកមាត់ហ្នឹងមីងអុយពីព្រោះហៅឲ្យជួយធ្វើមីងអត់ជួយធ្វើទេដល់ពេលអញ្ចឹងមីងសមឈរស្រស់ទឹកមាត់ហ្នឹងត្រូវណាស់មីងឯងនេះមិនមែនជនរងគ្រោះគួរឲ្យអាណិតទេមីងឯងនេះជនរងគ្រោះគួរឲ្យស្អប់សមណាស់មីងសមចង់ណាស់ព្រោះអីព្រោះមីងអត់ព្រមជួយធ្វើបងប្អូនណាប់ຕົកតែភ័យឈើបងប្អូនស្រុកខ្មែរទេសចរបរទេសវាមកមើងងាប់ហើយអាសត្វនឹងចូលចិត្តដើរលុកភ័យបងប្អូនស្រុកគេបងប្អូនទេសចរនឹងហើយគឺជាឧស្សាហកម្មគ្មានផ្សែងរលុយស្រួលណាស់ប្រទេសយើងមានលក្ខណៈ3យើងអាចធ្វើបានតំបន់ទេសចរមានលក្ខណៈ3ខុសគ្នាទី1អង្គរវត្តយើងល្បីអង្គរវត្តយើងអានឹងធ្វើទេសចរមួយផ្សេងតំបន់ហ្នឹងរួចហើយធ្វើអាទៀបភ្លើងឯងត្រង់ភ្លឹងហ្មងថាកាត់ភ្នំកាត់ស្អីក៏ដោយបងប្អូនធ្វើអាបានហ្មងកាត់ទៅកំពង់សោមធ្វើអាទៀបភ្លើងហ្មងស្រុកគេឥឡូវបងប្អូនអាទៀបភ្លើងលឿនណាស់នោះមាន7 800គីឡូមួយម៉ោងយើងមិនបាច់ទេធ្វើត្រឹមតែ300 400គីឡូបានណាពីសៀមរាបទៅកំពង់សោមម៉ោងចេញពីកំពង់សោមមកកាត់ឯងប្រុយនោះទៅមណ្ឌលគិរីពីមណ្ឌលគិរីត្រង់ភ្លឹងមកសៀមរាបវិញទៀបភ្លើងបងប្អូនណាទេសចរឲ្យហែងទៅវិញតែខោស្លីបបានណាមកស្រុកខ្មែរសុបាយដើរលឿនខ្ញុំដើរចុះដើរឡើងដើរឲ្យហែងសល់តែខោស្លីបបានណារួចហើយទៅហើយឲ្យហែងប្រាប់កូនប្រាប់ចៅឲ្យលេងទៀតចំណែកស្រុកខ្មែរសពថ្ងៃបងប្អូនហើយខ្ញុំដឹងមិនខ្ញុំថាហ្នឹងភូតទេខ្ញុំថាបោកប្រាស់បងប្អូនបោកប្រាស់ខ្ញុំផ្សាយពាណិជ្ជកម្មខ្ញុំអត់ចេះផ្សាយអញ្ចឹងទេបងប្អូនបើរបស់ខ្ញុំមាន10ខ្ញុំថា10បើរបស់ខ្ញុំមាន20ខ្ញុំថា20ខ្មែរយើងណាបើរបស់ខ្លួនឯងមាន10អត់ផ្សាយ100ផ្សាយនិយាយពីអង្គរវត្តទៅយកផ្សាយថាល្អមែនទែននៅខេត្តសៀមរាបនិយាយពីល្អដល់ពេលបរទេសមកមានកន្លែងខ្លះគ្នាដើរដោះស្បែកជើងដើរអត់កើតក្នុងក្រុងផុកជាប់ផុកដើរដោះស្បែកជើងពួកបរទេសវាមកគេថាចំអញមើលការគេផ្សាយពាណិជ្ជកម្មស្អាតដល់កន្លែងហ្នឹងណាដល់ពេលមកអីអញ្ចឹងអាហ្នឹងគេហៅផ្សាយបោកបងប្អូនផ្សាយបោកចំណែកយើងវិញបើថាផ្សាយ10គឺអ្នកឯងមកមើលអត់ខ្វះទឹកចិត្តរបស់អ្នកឯងដែលរំពឹងថាប្រហែលឃើញប៉ុណ្ណឹងស្អាតហ្មងជនជាតិមួយហ្នឹងគ្រាន់តែចុះពីលើកប៉ាល់ហោះមកអញញឹមទៅគឺអញញឹមក្នុងនាមជាអ្នកយល់ធម៌ឃើញអ្នកឯងជាមនុស្សដែលកាន់សាសនាផ្សេងអត់យល់ពីសេចក្តីពិតអត់យល់ពីធម៌ដែលបង្រៀនដោយព្រះសម្មាសម្ពុទ្ធអញញឹមដោយសេចក្តីអាណិតអញញឹមដោយយើងយល់ថាយើងវាគ្រាន់បើជាងគេយើងវាចេះជាងគេអញញឹមមិនមែនព្រោះតែចង់បានលុយគេទេអាលុយមកតាមក្រោយទេបងប្អូនអញញឹមពីខាងក្នុងទៅហ្មងនេះគឺជាជនជាតិខ្មែរយើងមកដល់ខ្មែរគឺកក់ក្ដៅហ្មងដូចសិង្ហបុរីគេប្រកាសស្មាតោនិយាយលេងចុះថាចូលដល់ស្រុកគេបាត់តរោមជើងមួយសងបាត់រោមជើងមួយសងប្រទេសគេវាសវត្ថិភាពថាដើរចុះកន្លែងណាក៏ដោយឲ្យតែមានចោលប្លន់គឺថារត់សងវាអត់ស្រុកគេវាអត់ទេណាបងប្អូនដល់ស្រុកខ្មែរវិញអាមួយនោះគេចុះកសាតសោចិត្តងាប់វាជិះកង់ជុំវិញពិភពលោកវាឆ្លងកាត់ច្រើនប្រទេសមកហើយកំណើវាផងជិះជុំវិញពិភពលោកជិះបាន10ប្រទេសហើយមកដល់ស្រុកខ្មែរចោលប្លន់គេថតមកបងប្អូនអើយមុខគ្នាអីហមីជិះកាត់ស្រុកខ្មែរចោលប្លន់និយាយពីដឹងនិយាយថាម៉េចទេបងប្អូនដូចថាវាធ្លាក់ចុះហ្មងបងប្អូនខ្ញុំបងប្អូននាំពួកបរទេសមកថាខ្ញុំជិះឡានតាមផ្លូវបងប្អូនខ្ញុំខ្មាស់វាខ្ញុំអត់ចង់មើលផ្លូវខ្ញុំទេខ្ញុំចេះតែភូតវាថាចេះថាចុះថាមកពីទឹកធំពេកឆ្នាំមុនផ្លូវនឹងល្អតើតែមកពីទឹកវាធំពេកវាថាធំប៉ុណ្ណាទៅនៅត្រាំយូរប៉ុណ្ណាទៅបើថៃនោះត្រាំដល់តែ3ខែអត់ឃើញខូចអីផងឯងត្រាំ2យប់អីហ្នឹង
ចឹងបងប្អូនអាចឹងដល់ពេលខ្ញុំមើលសពទៅខ្ញុំថាយីអាចឹងហើយមានប្រជាពលរដ្ឋបោះឆ្នោតឲ្យទៀតបងប្អូនណាបើយើងឈ្នះឆ្នោតទៅបងប្អូនស្រុកខ្មែរយើងធ្វើតែឧស្សាហកម្មទេសចរហ្នឹងដឹងយកលុយទៅខាងណាបានទេបងប្អូនហើយជួយគ្នាណាអាណាលក់របស់ខ្លែងខ្លាយនេះមួយខ្មែរយើងលក់ទឹកឃ្មុំឲ្យពួកបរទេសខ្លែងខ្លាយម្រេចទិញមកពីណាសោះនោះភូតគេថាម្រេចកពតហើយបើថាបានភ្ញៀវមួយយកមកដាក់ណាបងប្អូនភ្ញៀវចង់ទៅដេកនៅផ្ទះសំណាក់ណាក៏មិនបានដែរទៅដេកតផ្ទះសំណាក់វាពីព្រោះវាបានកុំខ្ចង់ដល់ភ្ញៀវអត់ចង់ដេកទេបងប្អូនវាយកភ្ញៀវទៅបោះរួចហើយចាក់សោពីក្រៅហើយភ្ញៀវបងប្អូនលោតតាមត្បូងនិយាយពីមកហើយដល់ពេលទៅវិញវាផ្ដាំកូនផ្ដាំចៅកុំមកទៀតស្រុកនេះចឹងបងប្អូនចឹងហើយបើបងប្អូនដើរប្រទេសអាណាអញ្ចឹងបើយើងកាន់ការងារប្រទេសជាតិបងប្អូនដឹងបលិសហ្មងពីព្រោះអីអានេះបំផ្លាញឆ្នាំងបាយរួមវាមកឆ្នាំងបាយរួមបើវាមកតជាក់តជុំយើងប្រប្រកងប៉ុណ្ណាវាមកឃើញប៉ុណ្ណឹងហើយមកស្រុកហ្នឹងគឺវាតជាក់តជុំមកបងប្អូនប្រទេសយើងតូចណាស់បងប្អូនទទួលទេសចរតាមមួយឆ្នាំណាត្រឹមតែ30លានណាបងប្អូនសឹងថាខ្មែរទាំងអស់បាច់ឲ្យស៊ីទេបើខ្មែរយើងអាចធ្វើឲ្យទេសចរមកស្រុកខ្មែរកូនប្រទេសទូចនឹងបាន30លានមួយឆ្នាំណាបងប្អូនមិនបាច់រកស៊ីទេបងប្អូនបាច់ឲ្យស៊ីទេសៀមរាបមានលក្ខណៈមួយផ្សេងទេសចរបែបលក្ខណៈមួយផ្សេងឆ្លងឲ្យប្រយកាត់ស្អីក៏ដោយបងប្អូនអូបើនិយាយអំពីរឿងកាត់ភ្នំវិញបងប្អូនកូរ៉េលេខ1ទោះបីវាវៀងភ្នំបានក៏អត់វៀងដែរវានិយាយថាណែផ្លូវហ្នឹងមិនមែនធ្វើគ្រាន់តែដើម្បីជិះទេធ្វើឲ្យមានសម្រស់ផងពេលដែលបរទេសមកគឺថាមើលទៅឃើញថាកូរ៉េស្អាតហ្មងទោះបីផ្លូវហ្នឹងវាអាចវៀងភ្នំបានក៏អត់វៀងដែរសុំទោសចោះហើយចោះកូរ៉េលេខ1ខាងចោះភ្នំខ្មែរយើងណាបងប្អូនបើទៅដល់ជាយើងឆ្នះឆ្នោតតម្រង់ហ្មងសៀមរាបប្រយកំពង់សោមប្រយមណ្ឌលគិរីប្រយសៀមរាបហ្មងដាក់ឯងចឹងទៅហ្មងអស់លុយប្រមាណក៏ធ្វើបានដែរបងប្អូនខ្មែរយើងណាមានបរទេសច្រើនណាចង់ជួយបងប្អូនប៉ុន្តែគេជួយអត់បានត្រង់យើងអត់កណើតបើថាគេជួយ100លានមកធ្វើខ្នល់ហ្នឹងធ្វើខ្នល់បាន20លានស៊ីអស់80លានហើយដល់ពេលអញ្ចឹងគេអត់ចង់ជួយអត់កើតវាអត់កណើតបើយើងមានរដ្ឋាភិបាលមួយខ្ចីគេមកធ្វើជាសាច់ការបានរួចហើយសងគេវិញតាន់ពេលវេលាបងប្អូនណាប្រទេសខ្មែរយើងគេឲ្យខ្ចីបងប្អូនគេឲ្យខ្ចីប្រទេសយើងទូចាស់ស្រួលប៉ុន្តែសំខាន់ណាបងប្អូនគឺយើងត្រូវមានរដ្ឋាភិបាលមួយដែលជារដ្ឋាភិបាលរបស់យើងជាមុនសិនសំខាន់ណាស់បងប្អូនធ្វើឲ្យប្រព័ន្ធរដ្ឋបាលមួយដែលជាប្រព័ន្ធរដ្ឋបាលដែលយើងហៅនីតិរដ្ឋមានន័យថាទាំងនាយករដ្ឋមន្ត្រីទាំងអីទាំងអស់ហ្នឹងសិតតែជាមនុស្សដែលខ្លាចច្បាប់ថាខំវាសនាគណៈបកសម្ព័ន្ធដូចមិនដែលលឺនិយាយពីរឿងប្រាក់ខែកម្មករសោះគេទៀមទាសត្វឡើងប៉ុណ្ណេះឡើងប៉ុណ្ណោះហើយខំវាសនាគណៈបកសម្ព័ន្ធមិនលឺនិយាយសោះខ្ញុំថាអញចង់និយាយហ្មងហេតុអីឆ្នះឆ្នោតអញចង់ជូនរោងចក្រអញយកទៅកវត្តចោលក្រៅប្រទេសវិញអញវាមិនដែលឃើញស្រុកណាមានហើយមានរោងចក្រកាត់ដេរក្នុងហ្នឹងវាមិនដែលសិង្ហបុរីទៅរករោងចក្រកាត់ដេរគ្មានទេប្រាក់ខែ150 200អាណាទៅធ្វើប្រាក់ខែវាសិតទៅរាប់ពាន់នោះទៅរកអាមេរិកទៅមានរោងចក្រកាត់ដេរអីរោងចក្រកាត់ដេរមុននៅអាមេរិកនៅអឺរ៉ុបហ្នឹងឥឡូវជូនយកមកដាក់ស្រុកក្រអស់ហើយមានខ្មែរមានយួនបង់ក្លាដេសអីហ្នឹងយកទៅដេរទៅអញ្ចឹងមកគេសួរខ្ញុំថាចុះប្រាក់ខែប្រហែលកម្មករហ្នឹងអញថាគ្មានប្រាក់ខែអីទេអញឈ្នះឆ្នោតប្រមូលយកចាក់ចោលក្រៅស្រុកវិញពឹងរៀនប្រជាពលរដ្ឋឲ្យចូលក្នុងសម័យបច្ចេកវិទ្យាសម័យឧស្សាហកម្មបានប្រាក់ខែវាច្រើនផងទុករោងចក្រហ្នឹងដល់តាណាទៀតបងប្អូនផងឲ្យកូនខ្មែរហ្នឹងធ្វើការរោងចក្រដល់ចំនួនណាចំនួនកូនវាទៀតអីយ៉ាងយូរបំផុតណាឲ្យតែចំនួនវាចប់កូនវាលើករោងចក្រចេញដល់ពេលគណៈបកប្រជាជនណាមិនមែនត្រឹមតែប៉ុណ្ណឹងទេណាបងប្អូនវិនិយោគទុនដីឲ្យគេ99ឆ្នាំសួរថាបានពុនអត់ហេអត់មានបានអីផងពុនប៉ុន្តែបានការងារឲ្យប្រជាពលរដ្ឋខ្មែរធ្វើការងារអីការងារធ្វើកម្មករដាំអំពៅឲ្យគេជាជ័រឲ្យគេនឹងកម្មករចឹងបងប្អូនហើយផងវិនិយោគទុនឲ្យគេ99ឆ្នាំផងឲ្យខ្មែរធ្វើចំ99ឆ្នាំបងប្អូនពិចារណាមើលតើបើសិនណាជាបងប្អូនទាំងអស់គ្នាមិនគិតគូរសួរគេគិតគូរឲ្យបងប្អូនណាបើយើងទាំងអស់គ្នាមិនចូលរួមគិតគូរតើគេគិតគូរឲ្យយើងអត់បងប្អូនណាឲ្យតែយើងវិនិយោគទុនក្នុងវិស័យបែបហ្នឹងបងប្អូនស្រុកបងប្អូនណានៅតែប៉ុណ្ណឹងបងប្អូនមិនឃើញឥណ្ឌូនេស៊ី
ដូរប្រធានាធិបតីប្រទេសវាបោះឆ្នោតប្រធានាធិបតីមិនបោះឆ្នោតនាយករដ្ឋមន្ត្រីដូចយើងទេបោះឆ្នោតប្រធានាធិបតីដូរដឹងប្រមាណ100 ដងហ្នឹងដូរប្រធានាធិបតីឥណ្ឌូនេស៊ីដូរយ៉ាងណាក៏ដោយប្រទេសឥណ្ឌូនេស៊ីនៅតែជាប្រទេសលេខ1ខាងនាំកាជះតែធ្វើការតាមផ្ទះលើពិភពលោកជាប់លេខ1ប្រធានាធិបតីប្រមាណមកនៅតែធ្វើកាជះគេអញ្ចឹងនិយាយពីជនជាតិឥណ្ឌូនេស៊ីស្រីចេញទៅគ្រប់ប្រទេសទាំងអស់ទៅធ្វើអីទៅធ្វើអ្នកមើលកូនគេតាមផ្ទះប្រទេសខ្មែរយើងផងអញ្ចឹងតកូនតចៅអញ្ចឹងបានខ្ញុំគេសួរថាហើយចុះបើឈ្នះឆ្នោតប្រាក់ខែរោងចក្រនឹងប្រមាណខ្ញុំថាអញឃើញរោងចក្រនឹងអញសង្កឹកថ្មិញរាល់ថ្ងៃអញនឹកក្នុងចិត្តថាបើអញឈ្នះឆ្នោតអញរកវិធីយកអារោងចក្រនឹងចេញទៅបានវិនិយោគទុនប្រជាពលរដ្ឋខ្មែរនឹងចូលក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ឧស្សាហកម្មឡានឧស្សាហកម្មផលិតឧទាហរណ៍ផលិតទឹកសដែកទឹកក្រូចទឹកអីហ្នឹងអាឧស្សាហកម្មបច្ចេកវិទ្យាធំអញ្ចឹងបានខ្ញុំនិយាយថាធនធានមនុស្សរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាជាធនធានពិតប្រាកដរបស់ប្រទេសណាបងប្អូនទោះតែមានបច្ចេកទេសមួយអាចរត់ទាន់បរទេសបានបច្ចេកទេសជំនាញដូចសិង្ហបុរីមានធ្វើអីបងប្អូនបច្ចេកវិទ្យាបងប្អូនឲ្យសិង្ហបុរីរស់ទីនឹងបច្ចេកវិទ្យាបងប្អូនដឹង iPhone ណា iPhone ដើមវាអស់ប្រហែលណាដើមវាធ្វើ200 ជាងដល់ពេលវាលក់ប្រហែលជាង 1000 ចំណេញប្រហែល900សម័យបន្តិចមើលបងប្អូន900អ្នកធ្វើស្រែខ្មែរប្រហែលឆ្នាំមិនបានមួយឆ្នាំ1ហិកតាបងប្អូនណាមានឆ្នាំខ្លះខាតទៀតឆ្នាំខ្លះបាន100អញ្ចឹង9ឆ្នាំបើបាន900ហ្នឹងហេ900មិនទាន់បានទិញ iPhone ផង1200 iPhone គេអាថ្មីបងប្អូនហើយបងប្អូនសប្បាយចិត្តសប្ថ្ងៃហ្នឹងអូស្រូវឡើងថ្លៃប៉ុណ្ណេះបានប៉ុណ្ណឹងសប្បាយចិត្តបងប្អូនខ្ញុំមើលឃើញថាបើសិនណាជាទុកប្រជាប្រដ្ឋយើងឲ្យនៅតែយល់របៀបហ្នឹងចេះរបៀបហ្នឹងទេបងប្អូនសុខខ្មែររស់រីចម្រើនមិនឃើញទេខ្ញុំថាកសិករខ្មែរចិត្តតែដេកគិតតើដើម្បីឲ្យគាត់ចិញ្ចឹមខ្លួនរស់ណាបងប្អូនតើត្រូវមានស្រែម៉ានខ្ញុំគិតទៅខ្ញុំថាយ៉ាងតិចបំផុតមកគ្រួសារ10 ហិកតាបានអាចទៅរួចចុះបើសិនណាជាប្រជាពលរដ្ឋនៅក្នុងវិស័យកសិកម្មទាំងអស់អញ្ចឹងបានដីណា10 ហិកតាមកគ្រួសារបានដីណា10 ហិកតាអញ្ចឹងបានប្រមូលគាត់ចូលទៅក្នុងវិស័យផ្សេងឧស្សាហកម្មធុនធ្ងន់ឧស្សាហកម្មបច្ចេកវិទ្យាយើងក៏ដូចគ្នាគ្រាន់តែយកវិស័យកាត់ដេរមួយហ្នឹងចេញអត់បានហើយក៏ញៀនបងប្អូនញៀនហេដេយូរទៅអញដូចញៀនហ្មងប្រាក់ខែតិចច្រើនអញគិតអញញៀនហ្មងឮតែលោកវាសនាយកចេញអញឈប់បោះឆ្នោតឲ្យមានរឿងខ្លះគួរអស់សំណើចទេបងប្អូនអាមួយហ្នឹងមកនិយាយប្រាប់ខ្ញុំវាថាម៉េចទេពូអើយពូខ្ញុំគាត់ស្រឡាញ់ពូណាស់និយាយទៅស្ដាប់រងថ្ងៃប៉ុន្តែឥឡូវគាត់ឈប់ស្ដាប់ហើយគាត់ថាគាត់បោះឆ្នោតឲ្យទេរឿងអីក្មួយអាត្រង់ពូនិយាយថាតើឈ្នះឆ្នោតបិទកតិនស្រាកន្លែងហ្នឹងគាត់ថាអត់បោះឆ្នោតឲ្យហ្មងកម្មការនីបែបប្រងទៅផ្លូវហ្នឹងហ៎ថ្ងៃមុនលើខំវាសនាថាបិទរោងចក្រអញញៀនអញចង់ដេទៀតអញអត់បោះឆ្នោតទេព្រោះបិទរោងចក្របងប្អូនតែយើងគិតគូរពីរឿងជីវភាពពីរឿងសេចក្តីសុខទុក្ខរបស់កម្មករហើយយើងគិតពីរឿងការយកកម្មករចេញពីរឿងហ្នឹងដោយរឿងអីហ៎មានអាណានៅសុខរួចបិទទេបងប្អូនបងប្អូនណាសប្ថ្ងៃអត់មានតុលាការពីរយ៉ាងដែលធ្វើឲ្យក្រុមមនុស្សទាំងអស់ហ្នឹងនៅក្រៅច្បាប់សម្រាប់គ្រប់គ្រងប្រជាពលរដ្ឋទូទាំងប្រទេសអានឹងមានតុលាការបងប្អូនដល់មានតុលាការបងប្អូនខ្លាចសប្ថ្ងៃខ្លាចព្រោះច្បាប់មានលក្ខណៈពីរយ៉ាងទី1ជាបន្ទាត់គូសផ្លូវថាឲ្យធ្វើចេះទី2មានលក្ខណៈធ្វើឲ្យមនុស្សខ្លាចគេហៅលក្ខណៈចាប់បង្ខំហេតុអីបានចាប់បង្ខំពីព្រោះគេមានតុលាការដល់ពេលអញ្ចឹងយើងអត់ហ៊ានទេប៉ុន្តែច្បាប់រដ្ឋបាលនេះបងប្អូនណាច្បាប់នៅក្នុងរដ្ឋមួយរដ្ឋបាលរបស់គេមានច្បាប់បងប្អូនណានាយករដ្ឋមន្ត្រីធ្វើអញ្ចេះរដ្ឋមន្ត្រីធ្វើអញ្ចេះអីគេមានច្បាប់របស់គេណាភូមិសង្កាត់ធ្វើអញ្ចេះខេត្តធ្វើអញ្ចេះណាមានច្បាប់ប៉ុន្តែវាអត់មានតុលាការរដ្ឋបាលដល់ពេលអញ្ចឹងច្បាប់ហ្នឹងវាគ្រាន់តែមានដល់ពេលខុសទៅនេះច្បាប់គេឲ្យធ្វើអញ្ចេះប៉ុន្តែមិនក៏មិនធ្វើហេតុអីបើវាមិនធ្វើថាវាអត់មានតុលាការរដ្ឋបាលស្រុកគេមានតុលាការរដ្ឋបាលបងប្អូននិយាយពីប្រជាពលរដ្ឋស្គាល់ច្បាប់របស់រដ្ឋទាំងអស់តើមន្ត្រីរាជការធ្វើខុសច្បាប់ប្រជាពលរដ្ឋដឹងប្រាវភ្លាមហ្មងស្មើមុខគ្នាចំពោះមុខច្បាប់មិនត្រឹមតែពលរដ្ឋនិងពលរដ្ឋទេតែពលរដ្ឋជាមួយនឹងរដ្ឋក៏ស្មើគ្នាចំពោះមុខច្បាប់ដែរបងប្អូន
មិនមែនពលរដ្ឋនឹងពលរដ្ឋទេតែពលរដ្ឋជាមួយនឹងរដ្ឋណាក៏ស្មើមុខគ្នាចំពោះមុខច្បាប់ដែរឧទាហរណ៍ថាបងប្អូនណាត្រូវបានគេចេញប្លង់ឲ្យនៅទៅហ្នឹងរដ្ឋចេញស្រាប់តែវាថាឥឡូវហ្នឹងគេធ្វើខ្នល់ប៉ះហ្នឹងអត់បានទេណាបងប្អូនអត់បានទេណាចេញប្តឹងអ្នកឯងចេញច្បាប់ឲ្យខ្ញុំហើយដីខ្ញុំត្រឹមហ្នឹងដូច្នេះអ្នកឯងអត់អាចមកយកដីខ្ញុំត្រឹមហ្នឹងបើខ្ញុំគ្មានប្លង់មិនអីទេតែនេះអ្នកឯងចេញប្លង់រួចហើយប្តឹងឡើងតុលាការបងប្អូនគុំសំបីតែរឿងធំបងប្អូនសំបីតែរឿងច្បាប់ចរាចរណ៍ឡើងតុលាការដែរភ្លើងខៀវយើងទៅប្រុចស្រាប់តែបលីងគេថាមិនភ្លើងក្រហមហែងទៅយើងច្បាស់ខ្លួនយើងបើយើងច្បាស់ខ្លួនយើងមិនបាច់បង់លុយទេបងប្អូនអត់ទេអត់បង់លុយទេប្រាប់បលីងថាមិនអត់បង់លុយទេខ្ញុំសុំឡើងតុលាការគេចេញលិខិតមួយឲ្យយើងប៉ាប់រួចហើយទៅឡើងតុលាការទៅរដ្ឋាភិបាលជាមួយនឹងយើងហ្នឹងគឺស្មើមុខគ្នាចំពោះមុខច្បាប់សុកខ្មែរបងប្អូនណាបើយើងថាទេអញទៅមិនភ្លើងខៀវតាបើអាបលីថាភ្លើងក្រហមវាផាកយើងផងវាធ្វើតុលាការផងបងប្អូនពិចារណាមើលរួចកើតសុកគេអត់បានទេណាបើយើងថាខ្ញុំមិនត្រូវខ្ញុំអត់ព្រមផាកទេអញ្ចឹងអ្នកឯងទៅតុលាការហើយអូខេបើទៅតុលាការគេធ្វើសម្បត្តិឲ្យយើងទៅតុលាការរួចហើយយើងចាំទៅតុលាការគេកត់ហៅយើងទៅគេកត់លេខឡានលេខអីយើងហើយគេកត់ឈ្មោះយើងអាស័យដ្ឋានយើងត្រឹមត្រូវរួចហើយបញ្ជូនទៅឡើងតុលាការទៅកាត់ក្តីតុលាការបើយើងចាញ់យើងបង់លុយទៅបើយើងឈ្នះយើងអត់បង់លុយទេអញ្ចឹងសុកគេស្អីក៏ដោយបងប្អូនគេហៅស្មើមុខគ្នាចំពោះមុខច្បាប់សពថ្ងៃស្រុកខ្មែរបងប្អូនច្បាប់រដ្ឋបាលអត់មានតុលាការរដ្ឋបាលទេបងប្អូនត្រូវចាំតែមានច្បាប់គឺត្រូវតែមានតុលាការបានអនុវត្តច្បាប់ត្រង់ផ្លូវតែសពថ្ងៃអត់មានតុលាការរដ្ឋបាលទេបងប្អូនយល់ថាអូអនុវត្តល្អឬមិនល្អស៊ីសងលើឆន្ទៈឯច្បាប់មានហើយបើសំរងស៊ីវិញគាត់គ្រប់ច្បាប់ទាំងអស់អាត់បងប្អូនអត់បានខ្លាយទៅជាម្ចាស់ឲ្យយើងត្រូវមានតុលាការរដ្ឋបាលនឹងមួយបងប្អូនបន្ទាប់មកទៀតតុលាការបងប្អូនតុលាការដែរតុលាការអត់មានច្បាប់កាត់ក្តីតុលាការទេអានឹងគ្រោះថ្នាក់ណាស់បងប្អូនសពថ្ងៃបងប្អូនឲ្យតែគេប្តឹងបងប្អូនអំពីបទព្រំប្រទានបទបោកលុយគេព្រំប្រទានណាបោកបើខ្ចីលុយគេគ្មានលុយសងអានឹងមិនព្រំប្រទានទេតែបើយើងទៅឈរបោកបានលុយអានឹងគេហៅច្បាប់ព្រំប្រទានបងប្អូនណាទោះបីយើងអត់ខុសក៏ដោយឲ្យតែមានគេប្តឹងពីរឿងបទឈរបោកឲ្យតែយើងចូលទៅតុលាការគេឃុំខ្លួនយើងសិនណាហេតុអីបានឃុំខ្លួនពីព្រោះអាដើមមិនដឹងវាឲ្យលុយវាឲ្យ 2000 3000ទៅតាមយើងមានឬក្របើយើងមានវាយកច្រើនបើយើងក្រករណីដូចគ្នាយកតិចបើអ្នកមានហ៊ានយកដល់ 5000 10000ឥឡូវឲ្យអញ 5000 10000មកអញឃុំមកមួយទៀតឲ្យដូច្នេះឲ្យតែបត់ព្រមមកតាន់ចូលទៅដឹងតែឃុំខុសដោយត្រូវដោយអត់មើលដឹងតែឃុំហ្មងឃុំយកលុយពីអាដើមចោតដែលសុំឃុំអាចុងចោតឃុំរួចហើយតាំងបងប្អូនសុំចេញពេលសុំចេញយកលុយពីអាចុងចោតហើយយកលុយនោះប្រហែលចាប់ចម្រិតបងប្អូនយើងសួរថាយកប្រមាណមើលឯងមានលទ្ធភាពឲ្យប្រមាណបងឯងធ្លាប់យកប្រមាណទេអញចង់ដឹងឯងមានលទ្ធភាពឲ្យប្រមាណចឹងបងប្អូនណាអត់មានតុលាការកាត់ក្តីតុលាការបងប្អូនឃើញច្បាប់មានច្បាប់តុលាការមួយថាធម្មតាស្ថាប័នមួយតែតែមានច្បាប់ដំណើរការរបស់វាដើម្បីឲ្យដំណើរការស្ថាប័ននឹងល្អត្រូវមានតុលាការមួយស្រុកខ្មែរអត់តុលាការចឹងបានខ្ញុំនិយាយថាតុលាការសម្រាប់កាត់ក្តីចៅក្រមកាត់ក្តីព្រះរាជអាជ្ញាគឺប្រជាប្រដ្ឋនៅស្រុកគេគឺប្រជាប្រដ្ឋដោយស្ថានទូតខ្លះបងប្អូនឯកអគ្គរដ្ឋទូតមានសិទ្ធិដកគ្រប់ក្បាលទាំងអស់អាណាធ្វើអីតែមើលទៅឃើញថាមិនត្រូវឯកអគ្គរដ្ឋទូតមានសិទ្ធិដកទាំងអស់បងប្អូនប៉ុន្តែបើយើងធ្វើអញ្ចឹងវាជីសេះលែងដៃវាខឹងអាណាវាចេះតែដកវាខឹងអាណាវាចេះតែដកបងប្អូនណា 50% បូក1នៃសមាជិកដកអាស្ថានទូតវិញដល់ពេលអញ្ចឹងវាខ្លាចហ្មងបងប្អូនតើវាដកអាណាមួយពិតជាខុសមែនតើមកវាដកបើមិនអញ្ចឹងឯង 50% បូក1ដកវាវិញបងប្អូនអាហ្នឹងគេហៅ check and balance ដំណើរការរដ្ឋមួយបានលុះត្រាតែមាន check and balance តលយៈភាពអំណាចសពថ្ងៃតុលាការវាជិះសេះលែងដៃអញ្ចឹងបានខ្ញុំថាតុលាការកាត់ក្តីប្រជាប្រដ្ឋកាត់ក្តីតុលាការវិញស្រុកគេបងប្អូនគេហៅ jury គណៈវិនិច្ឆ័យគឺប្រជាប្រដ្ឋមានចំនួនសាលាក្តីទី1ឧទាហរណ៍9នាក់សាលាក្តីទី2សាលាអូតូ11នាក់ដល់ពេលសាលាកពូល3ដល់10នាក់សិតតែប្រជាប្រដ្ឋអង្គុយស្ដាប់ហេតុផលអត់ចេះច្បាប់ទេប្រជាប្រដ្ឋកុំឲ្យតែតសៃប្រសាទចេះស្ដាប់ហេតុផលឧទាហរណ៍ពីបទរំលោភគ្នាមួយអនុថារំលោភចេះអាមុខថារំលោភចុះអនុថាទេអត់រំលោភទេម្នាក់នឹងត្រូវចិត្តមួយខ្ញុំទេហេរំលោភចេះរំលោភចុះដល់ពេលសួរចុះសួរឡើងលេខ3 4 5ដងទេដូចរំលោភកើតទេដូចញឹកញាប់ពេកអញ្ចឹងរំលោភមិនទេដល់ពេលបងប្អូនស្ដាប់ហេតុផលថាខ្ញុំទាំងអស់គ្នាឬ 50% បូក1នៃគណៈវិនិច្ឆ័យក្នុងចំណោមឧទាហរណ៍ថា13នាក់7នាក់ថាទេខ្ញុំសម្រេចថាអត់រំលោភទេនេះគឺជាករណីយល់ព្រមទាំងអស់គ្នាគ្រាន់តែប៉ុណ្្នឹងចៅក្រមគេខាងលើគេកាត់ក្តីគេចេះច្បាប់យើងគ្រាន់តែស្ដាប់រឿងសមហេតុសមផលឬអត់ទេ
ខ្ញុំយល់ថាពួកតឡាការសពថ្ងៃហ្នឹងទុកឲ្យប្រជាប្រដ្ឋអ្នកកាត់ក្តីប្រជាប្រដ្ឋមិនបាច់ចេះអីទេគ្រាន់តែអង្គុយស្ដាប់ថាអាណាខូចកាលពីខ្ញុំចូលទៅហ្នឹងគាត់ទាញក៏អីទៅនេះទៅនោះគាត់មុខអត់រីកសោះពេលដែលខ្ញុំដាក់គាត់ទៅចេះគាត់ខឹងខ្ញុំគាត់ថាខ្ញុំចេះស្ដាប់ចុះស្ដាប់ឡើងយើងដឹងថាអាណាខូចគ្នាយើងច្រើនដល់3 10នាក់ប្រជាប្រដ្ឋតែ50%បូកមួយថាតឡាការហ្នឹងខូចគឺខូចបើសំណាជាយើងកាត់អញ្ចឹងបងប្អូនចូលដល់តឡាការយើងវាអង្គុយត្រង់ភ្លឹងហ្មងវាភ័យវានឹកក្នុងចិត្តថាតិចប្រជាប្រដ្ឋប្តឹងទៅដល់ពេលសប្តាហ៍ថ្ងៃជិះសេះលែងដៃបងប្អូនងាប់យើងគ្រប់គ្នាណាទៅនឹងបងប្អូនខ្ញុំខំប្រឹងបញ្យល់ប្រជាប្រដ្ឋទៅដើម្បីឲ្យបងប្អូនមានកម្លាំងក្នុងការចូលរួមជួយធ្វើអាត្រង់នឹងជាសំអាងរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលយើងសង្ឃឹមថាយើងអាចឈ្នះឆ្នោតទី1គឺទឹកចិត្តទី2គឺទស្សនវិស័យរបស់យើងក្នុងការដោះស្រាយបញ្ហាប្រទេសជាតិគេសួរខ្ញុំគេថាបើលោកកាន់ការងារប្រទេសជាតិតើបើមានបញ្ហាព្រំដែនអញ្ចឹងលោកដោះអាម៉េចខ្ញុំនិយាយទៅប្រាប់គេវិញថាជាទស្សនៈក្នុងពិភពលោកបងប្អូននៅលើតុចរចាមួយណាក៏ដោយចំណាំមើលចុះតើប្រទេសមួយខ្សោយហើយវាមិនដែលបានទៅចរចាស្មើភាពគ្នាអីទេសំយ៉ាងស៊ីគាត់និយាយថាយើងត្រូវចរចាដោយស្មើមុខគ្នាខ្ញុំថាអាចបើសិនណាជាប្រទេសមួយវាចេះតែចរចាគ្នាដោយស្មើមុខគ្នាមិនបាច់មានកម្លាំងទ័ពឲ្យមានតុល្យភាពនឹងគ្នានោះមិនប្រទេសមួយវាខំប្រឹងបង្កើនកម្លាំងទ័ពរបស់វាឲ្យខ្លាំងទេចំណាយទៅលើទ័ពវាចំណាយខ្លាំងណាបងប្អូនពួកឲ្យធ្វើឲ្យវាខ្លាំងតែវាខ្លាំងបាននៅលើតុចរចាណាអានឹងយើងចង់ឲ្យស្មើភាពគ្នាបានឬយើងចង់លើឯងក៏បានដែរបើសម្រាប់ជាយើងជាមនុស្សល្អទោះបីយើងខ្លាំងក៏ដោយយើងស្មើភាពគ្នាប៉ុន្តែបើយើងអត់កម្លាំងហើយបងប្អូនយើងខ្សោយហើយណាស្រុកយើងខ្សោយទាំងសេដ្ឋកិច្ចពឹងយួនបិទស្របព្រំដែនបានទេពួករបស់ជួនច្រើនណាថោកភ្លើងអគ្គិសនីយើងទិញពីគេឆ្លងជាមួយវាដាច់តំណែងបិទព្រំដែនក្រឹបមើលបើអគ្គិសនីយើងទៅក្រាំងអញ្ចឹងបានខ្ញុំនិយាយថាជាទស្សនៈដំបូងដៃត្រូវធ្វើឲ្យប្រទេសខ្លាំងសិនបងប្អូនមើលអ៊ីស្រាអែលមើលកូនប្រទេសទូចកម្លាំងទ័ពអ៊ីស្រាអែលជាប់លេខ11លើលោកហេតុអីបានអ៊ីស្រាអែលវាចំណាយថវិកាជាតិខ្លាំងណាស់ទៅលើកម្លាំងទ័ពពីព្រោះនៅលើតុចរចាបងប្អូនណាតែយើងកម្លាំងខ្សោយអត់ហើយដល់ពេលគេសួរយើងថាបើយើងឈ្នះឆ្នោតតើចរចាមិនអាចរឿងព្រំដែនសំយ៉ាងស៊ីគេថាចរចាដោយស្មើភាពគ្នាថាអាចស្មើភាពគ្នាមិនបើយើងខ្សោយជាងគេបងប្អូនជាទស្សនៈត្រូវតែធ្វើឲ្យប្រទេសយើងខ្លាំងខាងកម្លាំងទ័ពជាមុនសិនហើយមុននឹងធ្វើអីឲ្យប្រជាប្រដ្ឋយល់ដើម្បីឲ្យគាត់ចូលរួមថាណែបងប្អូនម្ចាស់ថ្លៃគេ80លានណាបងប្អូនគេ80លានយួនក៏80លានថៃក៏80លានចិត្តប៉ុណ្ណឹងទាំងអស់គ្នាយើង14លានណាបងប្អូនណាបងប្អូនត្រូវយល់ពីស្ថានភាពរបស់ប្រទេសខ្លួនដូច្នេះអ្នកមួយអ្នកត្រូវមានកម្លាំងប្រយុទ្ធជាមួយគេយ៉ាងតិច10ទ័ពរបស់ខ្លួនណាម្នាក់អាចប្រយុទ្ធជាមួយនឹងទ័ពប្រទេសជិតខាងយ៉ាងតិច10យើងត្រូវយល់អំពីស្ថានភាពរបស់ប្រទេសយើងប្រជាប្រដ្ឋតិចបើដូចប្របាទអង្គដូក៏ថាបើគាត់ឈ្នះឆ្នោតគាត់នឹងឲ្យមនុស្សនឹងធ្វើនេះឲ្យរាងថ្ងៃមកបាត់កូនច្រើនខ្ញុំថាអើយអាតានេះក៏ងឹតម៉េចលោកហើយគាត់និយាយចេះទៀតណាគាត់ថាគោលនយោបាយអារឿងកាត់បន្ថយកូននឹងជាល្បិចរបស់ប្រទេសខាងកើតទៀតគាត់ថាចឹងល្បិចរបស់ប្រទេសខាងកើតទេគេមិនចង់ឲ្យយើងកើតកូនពីព្រោះខ្លាចយើងកូនច្រើនទៅទប់ទល់ជាមួយគេបានបងប្អូនណាមនុស្សល្ងងតែយកអាកម្លាំងមនុស្សច្រើនយកទៅវាយគេហ្នឹងបងប្អូនអ៊ីស្រាអែលទ័ពបន្តិចប៉ុន្តែបងប្អូនមើលវាខ្លាំងយ៉ាងណានៅលើលោកបងប្អូនយើងត្រូវបញ្យល់ប្រជាប្រដ្ឋយើងឲ្យយល់ពីស្ថានភាពរបស់ខ្មាំងស្ថានភាពរបស់ខ្លួនឯងថាណែប្រទេសយើងតែជាង10លាននេះគេ80លានអ្នកគេចង់ច្បាំងមួយយើងដូច្នេះទ័ពរបស់យើងត្រូវខ្លាំងវឹកហាត់អត់មានណាមួយក្បាលពោះកពីងគឺឯងត្រូវតែស្គមឲ្យទាំងអស់ហ្មងហើយដើម្បីជំរុញឲ្យវាទៅខ្លាំងអញ្ចឹងបងប្អូនទាល់តែអាយុជីវិតវាអាយុជីវិតក្រុមគ្រួសារវាអាយុជីវិតម៉ែឪវាត្រូវតែធានាទាំងអស់បើកណាជាក្នុងករណីវាស្លាប់ប្រពន្ធវាគឺរស់បានស្រួលម៉ែឪវាត្រូវរស់បានស្រួលអ៊ីស្រាអែលបងប្អូនគេនិយាយថាម៉េចគេស្ទើរតែរកមិនឃើញជនជាតិអ៊ីស្រាអែលដែលធាត់អត់ទាំងប្រុសទាំងស្រីគឺហាត់ទ័ពនោះហាត់មហាហាត់គេថាទ័ពដែលនៅក្នុងជួរកងទ័ពហើយនឹងទ័ពដែលហៅមកពេលណាក៏បានហៅពេលណាក៏បានដែរអាទ័ពបំរុងហ្នឹងកំពុងតែរៀនកំពុងតែធ្វើការហៅពេលណាក៏បានដែរទ័ពទាំងអស់ហ្នឹងគឺហាត់ចេះទាំងអស់ហើយអ៊ីស្រាអែលបងប្អូនសាលាទ័ពវាណាគេថាបើបានចូលរៀនសាលាទ័ពអ៊ីស្រាអែលសឹងថាមិនបាច់រៀននៅសាលាទេវាបង្រៀនមកតិច
ថាបង្រៀនមកខ្ទេចបងប្អូនបង្រៀនដល់កសិកម្មបង្រៀនខ្ទេចបង្រៀនខ្ទេចឧស្សាហកម្មបង្រៀនមកខ្ទេចមកហែងចេញទៅចេះរកស៊ីតែហ្មងនិយាយពីតាំងពីអង្គុយនៅក្នុងហាងតើអង្គុយរបៀបម៉េចខ្មាំងមកពីទិសណាពីទិសណាវាបង្រៀនឡើងខ្ទេចគឺថាអ្នកឯងទៅរៀនសាលាតបចេញមកវិញរកស៊ីបានហ្មងគេស្ទើរតែនិយាយថាអត់មានជនជាតិអ៊ីស្រាអែលណាដែលគ្មានមុខរបរផ្ទាល់ខ្លួនអត់ស៊ីឈ្នួលគេសិតតែមានមុខរបរផ្ទាល់ខ្លួនទាំងអស់យើងតើតែវឹកប្រទេសយើងឲ្យទៅដល់កម្រិតហ្នឹងដល់ពេលសំរងស៊ីកម្មសខាគាត់និយាយថាយើងត្រូវចរចាដោយស្មើភាពគ្នាស្មើមិនបងប្អូនគេកម្លាំងខ្លាំងជាងយើងស្មើរបៀបម៉េចអញ្ចឹងបានមានកន្លែងខ្លះខ្ញុំគ្រប់គ្រងសម្ដីរបស់លោកយុរដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយថាម៉េចទេបងប្អូនគាត់និយាយថាព្រំដែនហ្នឹងគ្មានអាណាហ៊ានគូឲ្យច្បាស់លាស់ទេដល់អាណាធ្វើនាយករដ្ឋមន្ត្រីដឹងថាវាទុកចោលហ្មងវាមិនហ៊ានគូយកទេវាខ្លាចប្រជាពលរដ្ឋនឹងស្កោលទោសឲ្យតែវាកាន់គឺវាទុកចោលចឹងហ្មងអាទុកចោលចឹងយើងបាត់អស់ហើយពីព្រោះយើងវាខ្សោយជាងគេបើយើងទុកវាគ្មានព្រំដែនអញ្ចឹងគេនឹងចូលមកទៀតហើយអញ្ចឹងគូយកប៉ុណ្ណឹងសិនណាចាំកូនចៅយើងខ្លាំងចាំគិតទៀតបងប្អូនស្ដាប់គាត់តន់ណាស្ដាប់គាត់តន់ណាបងប្អូនស្ដាប់គាត់តន់ណាគាត់ថាមេដឹកនាំពីមុនមកមិនព្រមគូអាព្រំដែនហ្នឹងនៅតែលើកដាស់ហ្នឹងវាមិនព្រមបោះលើដីឲ្យច្បាស់ហើយដីរបស់យើងគាត់ថាមិនចង់និយាយទៅចាញ់គេ181,035 គីឡូម៉ែត្រការ៉េប៉ុន្តែដីឯងមែនទែនធំជាងនោះដីឯងនៅលើផែនទីមានតែប៉ុណ្ណឹងអញ្ចឹងបានគាត់ថាធានាអត់ឲ្យបាត់ទេ1ការ៉េអត់ឲ្យបាត់ទេគាត់ថាបាត់អាម៉េចទៅកើតបើដីយើងវាធំជាងនឹងដីមែនទែនតាគូទៅបាត់តាគូលើដីបាត់ហើយបើរ181,035បាត់ទេដាច់ខាត់បាត់ទេបើឯងចង់បានប៉ុណ្ណឹងបាត់ទេតែដីយើងធំជាងនឹងយើងត្រូវយល់កន្លែងហ្នឹងហើយកាលពីគូនឹងទៀតខ្មែរយើងមានចុះតាមណាភូមិនេះដាក់ទៅនេះភូមិនោះដាក់ទៅនោះបារាំងហើយយួនវាទាដាក់ភូមិនេះវាទាដាក់ភូមិនោះគូព្រំដែនគេជិះសេះគូហើយដល់ពេលបានអាផែនទីហ្នឹងមកមិនទាន់បានបោះលើដីអាមេដឹកនាំមួយណាក៏មិនហ៊ានបោះអាមេដឹកនាំមួយណាក៏មិនហ៊ានបោះវាខ្លាចប្រជាពលរដ្ឋជេរវាបាត់ដីវាទុកទៅអាញ៉ែញ៉ៃដល់អញឥឡូវអញគូយកហ្មងប៉ុណ្ណឹងគូយកហ្មងចាំកូនចៅយើងខ្លាំងចាំគិតទៀតត្រូវអត់បងប្អូនបើមិនគូទេវាចូលមកទៀតបងប្អូនស្ដាប់គាត់និយាយតន់ណាគាត់មិនមែននិយាយក្នុងន័យនឹងចំហអញ្ចឹងឯងប៉ុន្តែគាត់និយាយក្នុងន័យបែបអញ្ចឹងបងប្អូនគាត់ថាគាត់មិនចង់ហែកដើមទ្រូងឲ្យបរទេសបានដឹងអំពីរឿងវិបត្តិរបស់ខ្មែរយើងថាយើងដឹងថាខ្លួនយើងមានចំណុចខ្សោយមិនអាផែនទីហ្នឹងវាតូចជាងដីពិតទេបងប្អូនបើយើងមិនទាន់បានគូព្រោះដីកម្ពុជាក្រមដីយើងដែរបងប្អូនយើងអត់ព្រមស្ដាប់គាត់និយាយទេបងប្អូនអត់ព្រមស្ដាប់អត់ព្រមជួយគិតគ្នាទេគិតតែកេងចំណេញបងប្អូនអាកន្លែងហ្នឹងបងប្អូនណាដែលខ្មែរយើងឆ្លោះគ្នាអត់ចប់ឆ្លោះគ្នាអត់ចប់ទេបើយើងកេងចំណេញអញ្ចឹងបងប្អូនគាត់និយាយអញ្ចឹងតំណងបើយើងវាខ្សោយគូយកសិនមកចាំដល់ពេលយើងខ្លាំងចាំគិតទៀតហើយឲ្យគាត់មកនិយាយអញ្ចឹងនៅលើទីសាធារណៈអាកើតវាមិនលឺបងប្អូនពិចារណាមើលហើយយើងក៏អញ្ចឹងដែរយើងចាំចិត្តទៅរហូតហ្នឹងអាដីកម្ពុជាក្រមយើងចាំចិត្តទៅរហូតហ្នឹងខ្ញុំស្រឡឹងមិនបានទេបងប្អូនក្តៅស្រឡឹងមិនបានទេខ្ញុំជិះទៅដល់ក្បែរផ្ទះតាហេងតែជិះដល់កន្លែងហ្នឹងខ្ញុំមិនដែលហ៊ានមើលផ្លូវហ្នឹងទេបងប្អូនវាគៀកពេកចាមើលទៅឈឺប៉ុន្តែរឿងដែលត្រឹមត្រូវគឺត្រូវជួយកម្ពុជាកណ្ដាលរបស់យើងឲ្យខ្លាំងសិនចាំគិតទៀតវាអត់ទេវាឡើងទៅក្នុងរាល់ថ្ងៃទៅហ្នឹងហើយទៅនោះអូយបងប្អូនអាខ្លះស្ពះដីចំតិតគូថ្វាយគុំដីបាទខ្ញុំក្តៅចិត្តខ្ញុំថាណែអានេះគេស្រឡាញ់ដីគេមិនស្ពះដីគេស៊ីដីអានេះដៅរើសបានតំណាងរាស្ត្រទៅចំតិតទៅស្ពះអញ្ចឹងទៅដល់អីកើតបងប្អូនអារឿងផ្លូវច្បាប់ផ្លូវឲ្យដោះស្រាយឯនេះនោះអត់ទេទៅចំតិតលើដីថ្វាយគុំដីវាកាត់ទៅសំរងស៊ីចុះទៅលើកប៉ាល់ហោះមកថ្វាយគុំដីនឹងមានន័យថាម៉េចអត់ថ្វាយគុំដីលិតដីថើបដីខ្ញុំថាទៅគេស្នេហាចិត្តដីគេមិនដែលទៅថ្វាយគុំដីគេស៊ីដីអានេះដៅឲ្យច្រាស់ដីឲ្យងាប់ស្លាស់ទៅជាមួយគណៈបព្វជិជនមកឲ្យខ្ញុំទៅនិយាយខ្ញុំថាឲ្យតែបាន4-10កៅអីខ្ញុំទៅនិយាយឡើយនិយាយអារឿងហ្នឹងបើយើងយល់ថាវាត្រូវធ្វើម៉េចចឹងចូលផ្ទះគាត់ស្ងាត់និយាយតែហ្មងឲ្យយោបល់គាត់ថារឿងហ្នឹងតាមចំណុចដែលខ្ញុំមើលឃើញគួរតែធ្វើអញ្ចេះឬធ្វើអញ្ចេះរួចហើយទុកឲ្យរដ្ឋាភិបាលធ្វើទៅតែនេះអត់ទេបងប្អូនកេងចំណេញរហូតហើយហេតុអីបងកេងថាមកតែពីរឿងរៀលល្ងងនឹងឯងយប់មិញគេផ្សាយថាម៉េចទេប្រទេសជាប់លេខ1ខាងភាពសុខដុមរមនាសុខសានគឺប្រទេសស្វីសខ្ញុំចេះតែសម័យ
បើអញដឹកនាំប្រទេសខ្មែរអញធានាហ្មងអញយល់លេខ1អាសុកសាននឹងតតបានអារឿងមានណាអារឿងក្រអញមិនហ៊ានធានាថាមានជាងគេមកពិភពលោកទេប៉ុន្តែបើជាពលដែលខ្សែមខ្សានណារស់នៅកន្លែងណាណាទទួលអារម្មណ៍កក់ក្ដៅកន្លែងនោះជនបរទេសបើកទ្វារកប៉ាល់ហោះវឹងចូលដល់ប្រទេសខ្មែរព្រាមគឺ warm welcome ហ្មងកៅភ្នែកដែលសោចទៅកាន់អ្នកគឺជាកៅភ្នែកដែលចេញមកពីការយល់ខ្ពស់ជាងអ្នកមានការសន្តោសដល់ភ្ញៀវបរទេសមិនមែនជាកៅភ្នែកសោចដោយពួកក្រុមហ៊ុន Smart ក្រុមហ៊ុនទូរស័ព្ទផ្សេងក្រុមហ៊ុនលក់តំណែងនេះលក់តំណែងនោះដែលយើងចូលទៅជួបវាណាបងប្អូនវាសោចមែនប៉ុន្តែវាសោចទៅពីមាត់ខាងក្រៅទេវាសោចថាលុយមកហើយសោចទៅកាន់វាយើងអត់ទេបងប្អូនបើភ្ញៀវទេសចរចូលប្រទេសយើងបងប្អូនបាត់ទៅទ្វារកប៉ាល់ហោះឡើងក្នុងនាមជាអ្នកយល់ធម៌ក្នុងនាមជាអ្នកយល់ពីជីវិតមានបុព្វហេតុនៃការរស់បាត់កប៉ាល់ហោះមកភ្លាមណាខ្ញុំដឹងថាអ្នកយល់មិនដូចខ្ញុំទេកម្រិតការយល់ដឹងរបស់អ្នកតិចជាងខ្ញុំដូច្នេះខ្ញុំមានសេចក្តីសន្តោសខ្ពស់ណាស់ចំពោះអ្នក warm welcome ហ្មងចូលមកដល់គឺពលរដ្ឋខ្មែរជាពលរដ្ឋឆ្លាតជាពលរដ្ឋដែលញញឹមពីខាងក្នុងទៅហ្មងមិនមែនចង់បានអីពីអ្នកឯងទេលុយកាក់មកតាមក្រោយបងប្អូនសិង្ហបុរីដឹងលីខ្វាន់យូគាត់ប្រកាសថាម៉េចទេដើរភ្ញៀវទេសចរដើរទៅបាត់លុយកន្លែងណាចោលប្លន់ចោលលុយកន្លែងណារត់សងរហូតទៅបាត់កន្លែងណាដល់ភ្ញៀវទេសចរគេ take care ភ្ញៀវទេសចរប៉ុន្តែសិង្ហបុរីអត់ទាន់យល់ធម៌ណាបងប្អូនអត់ទាន់យល់ធម៌LDP យល់ធម៌ដល់ងាកមកស្រុកខ្មែរវិញអាមួយនោះទេសចរវាជិះកង់ឆ្លងកាត់ពិភពលោកជិះ10ប្រទេសហើយបានសុខសាន្តរហូតមកដល់ស្រុកខ្មែរចោលប្លន់ប្រទេសទី10វាមកដល់ស្រុកខ្មែរចោលប្លន់ងាកមកខាងអ៊ុំស៊ីហើយអ៊ុំខាគាំទ្រថាការដឹកនាំរបស់សម្ដេចហ្នឹងត្រឹមត្រូវហើយឥឡូវនេះហ្នឹងត្រឹមត្រូវហើយមួយទៀតសួរថាបើសិនណាជាបោះឆ្នោតរួចហើយយើងឈ្នះគេមិនអោយតើយើងត្រូវធ្វើម៉េចបងប្អូនណាទី1ខ្ញុំនិយាយប្រាប់បងប្អូនឲ្យខ្លីបើបងប្អូនអត់ទុកចិត្តខ្ញុំសុំកុំបោះឆ្នោតសុំកុំបោះឆ្នោតឲ្យសោះបើមិនទុកចិត្តខ្ញុំគឺមិនបាច់បោះឆ្នោតទេបងប្អូនមិនបាច់ទេចាំអ្នកឯងបាត់សេចក្តីសង្ស័យចាំចូលក្នុងចលនា LDP មកក្នុងក្តីសង្ស័យបងប្អូនចាត់ជាបោកចាំអស់សេចក្តីសង្ស័យអស់រហូតដល់ថាខ្ញុំអត់មាត់ប្រាប់បងប្អូនស្រាប់តែឃើញខំវាសនាមលាយគណៈបកផ្លឹបចូលទៅគណៈបកប្រជាជនអង្គុយកប៉ុកក៏អស់សង្ស័យដែរអញជឿជាក់ថាបងស្នាគាត់មិនមែនមនុស្សប្រភេទហ្នឹងទេចាំមើលបងគាត់ធ្វើអីទោះតែដល់កម្រិតហ្នឹងចាំមកចូលបើបងប្អូនមើលមកឃើញខ្ញុំជាមនុស្សដែលគួរឲ្យសង្ស័យបងប្អូនមិនបាច់ទេខ្ញុំចេះតែនិយាយថាខ្ញុំដូចអត់មានខ្លាចទេបើទៅនិយាយស្ដាប់ខ្ញុំឲ្យតាន់ណាក្នុងន័យដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំណាអានឹងខ្ញុំគិតថាប្រហែលជាមិនអាចបានមែនចែកអំណាចគ្នាចែកអីអញ្ចឹងចុះទៅដើមគ្នាប្រហែលជាមិនអាចបានមែនប៉ុន្តែបើឧទាហរណ៍យើងឈ្នះឆ្នោតយើងឈ្នះយើងលើគណៈបព្វជិជនចាញ់យើងឲ្យគាត់កាន់ចុះរួចហើយធ្វើការងារតាមដែលយើងចង់បានដែលជាផលប្រយោជន៍ជាតិខ្ញុំថាទៅរួចខ្ញុំថាដូចអត់មានបបាក់ទេបើទៅនិយាយចែកគ្នាឲ្យបានច្រើនមកយើងខ្ញុំថាទៅមិនរួចទេប៉ុន្តែបើគាត់និយាយប្រាប់គាត់ទៅយើងសឹងថាធ្វើទីប្រឹក្សាគាត់ហេតុអីបានទៅអញ្ចឹងថាប្រទេសយើងវាចឹងប្រទេសយើងវាត្រូវធ្វើតាមផ្លូវហ្នឹងនយោបាយមិនមែនរកខុសរកត្រូវឡើយរកដំណោះស្រាយថាតើបើស្រុកអញ្ចឹងវាធ្វើម៉េចយើងឈ្នះឆ្នោតចាត់តែគេមិនឲ្យខ្ញុំថាខ្ញុំមិនខ្វល់រឿងអង្គការសហប្រជាជាតិទេទុកឲ្យខ្ញុំចេញធ្វើការងារដោយខ្លួនឯងខ្ញុំចេះដោះស្រាយប្រទេសរបស់ខ្លួនឯងហើយមិនបាច់ជួយខ្ញុំទេខ្ញុំអាចទៅនិយាយជាមួយគាត់បានបើខ្ញុំទៅនិយាយចែកអំណាចតែខ្ញុំចង់ធ្វើយុទ្ធរដ្ឋតតបានអានឹងប្រហែលជាពិបាកមែនបងប្អូនបាក់មែនប៉ុន្តែបើគាត់ចង់ធ្វើរួចហើយខ្ញុំសូមធ្វើទីប្រឹក្សាគេត្រូវធ្វើយុរដ្ឋមន្ត្រីរួចហើយគេធ្វើទីប្រឹក្សាឲ្យខ្លួនសង់អីក៏មិនបានបងប្អូនដូចមិនតំណងទេអីគិតបន្តិចមើលមួយយ៉ាងទៀតហើយចុះវាល្មិចបងប្អូនណាវាល្មិចគេថាទៅមុខបន្តិចគ្រាន់បើជាងនៅដដែលហើយបងប្អូនបោះឆ្នោតឲ្យសម្ព័ន្ធណាឧទាហរណ៍បើឈ្នះណាបើគេមិនឲ្យនៅដដែលទៅវាថៃឧទាហរណ៍ប៉ុណ្ណឹងប៉ុន្តែខេងលោវាបានណាសាកមើលតិចទេខេងលោវាបានដែរទៅមុខបន្តិចគ្រាន់បើជាងនៅដដែលហើយចុះបើបោះទៅឲ្យសម្ព័ន្ធនោះចាប់តែក្លាប់ចាក់អញ្ចឹងឯងមិនបងប្អូនគិតមើលក្លាប់យ៉ាងច្រើននៅដដែលឧទាហរណ៍អានោះអន់បំផុតគឺនៅដដែលឲ្យគេទៅចុះមានតើអីសាកបន្តិចមើល
ตาสมรรถเพียบយើងអាចធ្វើកើតអត់មនុស្សឈ្នះខ្លួនណាតើអាចធ្វើកើតអត់អាពួកនោះវាទៅតែជែកតែគ្មានរឿងអីក្រៅតែពីប្រយោជន៍តខ្លួននេះបងប្អូនឲ្យតែគេឲ្យប្រយោជន៍តខ្លួនត្រូវតាំងមកប្រាប់ប្រជាពលរដ្ឋអូយើងត្រូវគ្នាហើយយើងស្រុកស្រួលគ្នាហើយរួបរวมជាតិហើយអូខ្ញុំខ្ពើមរឹកពួកអស់ហ្នឹងណាបងប្អូនមិនលឺលួតអត់រួចពីប្រយោជន៍តខ្លួនបងប្អូនយល់កន្លែងហ្នឹងអត់បើបងប្អូនទុកចិត្តកន្លែងហ្នឹងចាំបងប្អូនបោះឆ្នោតឲ្យសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរឿងអញ្ចឹងបងប្អូនពិបាកបញ្យល់គេបន្តិចពិបាកសង្ខេបនៃដែលខ្ញុំនិយាយដើម្បីទៅបញ្យល់គេដែលគេនិយាយចង់ឈ្នះថាខំវាសនាបើគេមិនឲ្យធ្វើម៉េចបងប្អូនពិបាកពេកណាបងប្អូនច្រឡងឌីសកន្លែងហ្នឹងយកឲ្យគេស្ដាប់ហ្មងហើយបើគេស្ដាប់ហើយគេមិនព្រមទទួលទេឲ្យគេទៅអាហ្នឹងមានន័យថាគេមិនទាន់ទុកចិត្តយើងទេចាស់តោះហើយមិនទុកចិត្តហ្នឹងដោយសារហើយល្ងងយល់វាមិនបានឬហើយប្រកាច់ប្រខូចក៏អស់សមត្ថភាពបញ្យល់ហើយដែរចប់ហ្នឹងប៉ុណ្ណឹង